สุขธรรมชมบัตក្នុងនាមជានាយកសាលាសូមគោរពដល់លោកពូខាងគាត់ជាមេភូមិបាទហើយមេភូមិព្រមទាំងសិស្សានុសិស្សទាំងអស់ព្រមទាំងអាណាព្យាបាលសិស្សដែលលោកគ្រូបានឃើញហើយគឺគាត់មកនេះគឺគាត់ជាអាណាព្យាបាលរបស់សិស្សអ្នកមន្ត្រីអញ្ចឹងគាត់ត្រូវជូនកូនមករៀនអញ្ចឹងណាហើយដល់តិចទៀតនេះគាត់ដល់ម៉ោងទៅគឺគាត់ជូនកូនទៅវិញទៅដោយសារអ្នកមន្ត្រីទៅពេកអញ្ចឹងក៏មានអាណាព្យាបាលជូនមកបាទក្នុងនាមចំបាទជានាយកសាលាបឋមសិក្សាសុខសែនជ័យខ្ញុំសូមជម្រាបអំពីស្ថានភាពសាលាបឋមសិក្សាដែលនៅតំបន់ដាច់ស្រយាលនេះជូនលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សនៃសាលាអន្តរជាតិទាំងអស់ឲ្យបានជ្រាបសាលាបឋមសិក្សាសុខសែនជ័យនេះមានទីតាំងស្ថិតនៅភូមិសុខសែនជ័យឃុំពីមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងសាលារៀនយើងបង្កើតឡើងតាំងពីឆ្នាំ2012ទៅតែឆ្នាំ2012នេះទេបាទហើយដែលមានអគារសិក្សានោះចំនួន1ខ្នងស្មើនឹង5បន្ទប់បាទហើយក៏នោះមានបុគ្គលអនាម័យ1ខ្នង4បន្ទប់បាទហើយសាលារៀនយើងគឺបង្កើតឡើងដោយអង្គការជីវិតថៃធ្នូដែលមានឈ្មោះថា LWD បាទហើយសាលានេះគឺតាំងពីបង្កើតឡើងមកនៅឆ្នាំ2012មកដំបូងគឺអត់ទាន់មានគ្រូក្របខ័ណ្ឌរដ្ឋចូលរៀនទេមានត្រឹមតែគ្រូគេហៅគ្រូសាក់មូលបាទហើយរហូតដល់ឆ្នាំសិក្សា2014 2015ទើបចាប់ផ្ដើមមានគ្រូក្របខ័ណ្ឌដោយពួកខ្ញុំបានទេចាប់ប៉ុស្តិ៍មកចូលមករៀននៅទីនេះបាទហើយនៅឆ្នាំសិក្សា2025 2026ឆ្នាំសិក្សាថ្មីនេះសាលារៀនយើងមានសិស្សសរុបចំនួន165នាក់ស្រី70នាក់ដែលក្នុងនោះក៏មានមត្តេយ្យសិក្សាដូចជាអ្នកគ្រូគឺគាត់ខាងមត្តេយ្យសិក្សាសហគមន៍បាទមត្តេយ្យសិក្សាសហគមន៍ដោយសារគាត់មិនមានអគារសិក្សាដោយខ្លួនឯងគាត់ខ្ចីបន្ទប់យើងមួយបន្ទប់ដើម្បីរៀនខាងមត្តេយ្យសិក្សាសហគមន៍ដែលក្នុងនោះសិស្សគាត់មានចំនួន30នាក់ស្រី20នាក់ហើយគ្រូមាន1នាក់ស្រី1យើងសរុបទាំងអស់ទាំងសិស្សបឋមសិក្សានិងមត្តេយ្យសិក្សាសហគមន៍សរុបទាំងអស់មានចំនួន195នាក់ស្រី90នាក់គ្រូសរុប4នាក់ស្រី1នាក់ហើយថ្ងៃនេះដែរខ្ញុំបាទជួបមុខឲ្យលោកគ្រូអ្នកគ្រូអាជ្ញាធរភូមិសិស្សានុសិស្សនៃសាលារៀនទាំងអស់ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូនិងព្រមទាំងសិស្សានុសិស្សទាំងអស់ដែលបានពំនាំនៅសម្ភារៈសិក្សាមួយចំនួនយ៉ាងច្រើនមានទាំងកតាបមានទាំងសភៅខ្មៅដៃមានទាំងឆ័ត្រហើយជាពិសេសនោះបានជ្រើសរើសសម្រាប់សិស្សដែលគិតថាក្រីក្រតាមពិតទៅតំបន់នេះគឺតំបន់ដាច់ស្រយាលណាស់ហើយបើសិស្សនោះគឺក៏លំបាកច្រើនមែនទែនបាទហើយអ្នកដែលបានកង់នេះគឺបានពិភាក្សាមួយពូមួយភូមិចម្រាញ់យកអ្នកដែលខ្វះខាតគាត់ហើយគឺទី1គាត់មានអ្នកផ្ទះនៅឆ្ងាយទី2អ្នកដែលគ្រួសារចំនួនកូនច្រើនបាទហើយនឹងទី3អ្នកដែលឪពុកម្ដាយគាត់ទៅរកស៊ីនៅស្រុកឆ្ងាយហើយគាត់ផ្ញើកូននឹងនៅជាមួយយាយមួយអីទេបាទហើយចឹងហើយគឺបានចម្រាញ់ទៅបានប៉ុណ្ណឹងតែបើមានលើហ្នឹងយកទៀតបាទហ្នឹងហើយក៏សូមអរគុណហើយថ្ងៃនេះដែរយើងពិតជាមានសេចក្តីសោមនស្សរកអ្វីប្រៀបទៅមិនបានទេហើយក៏សូមគោរពជូនពរដល់លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សនៃសាលាអន្តរជាតិសូមជួបតែសេចក្តីសុខសេចក្តីចម្រើនក្នុងការប្រកបការងារសូមធ្វើដំណើរទៅទីចិត្តទីឆ្ងាយឲ្យជួបតែសេចក្តីសុខនិងចម្រើនគ្រប់ពេលវេលាបាទអរគុណ